សួស្តីអ្នកទាំងអស់គ្នាតមកមើលលទ្ធផលការប្រកួតរវាងកូជូលេស្ប៉ាញប៉ះជាមួយនឹងអូទ្រីសដែលលទ្ធផល3-0ដោយក្របបាល់ទី1រកក្របបាល់ដោយអូយ៉ាសាបាល់នាទីទី36ប៉ូរ៉ូនាទីទី66និងចុងក្រោយអូយ៉ាសាបាល់ដូចគ្នានាទីទី89ដូច្នេះកូជូលេស្ប៉ាញនឹងឡើងទៅកាន់វគ្គ16ក្រុមចុងក្រោយរីឯការប្រកួតបន្ទាប់របស់អេស្ប៉ាញគឺត្រូវប៉ះជាមួយនឹងបញ្ញខែលប៉ូទុយហ្គាល់នៅវគ្គ16ក្រុមចុងក្រោយហើយក៏បានឃើញក្រុមបណ្ដាហើយដែលបានឡើងទៅវគ្គ16ក្រុមចុងក្រោយរីឯថ្ងៃការប្រកួតរវាងប៉ូទុយហ្គាល់ប៉ះជាមួយនឹងអេស្ប៉ាញហ្នឹងគឺនៅថ្ងៃទី7ខែ7ហ្នឹងហើយវេលាម៉ោង2រំលងអាស្រៀតអញ្ចឹងបងប្អូនកុំភ្លេចតាមដានទស្សនាទាំងអស់គ្នាថាតើប៉ូទុយហ្គាល់ឬក៏អេស្ប៉ាញដែលមានឱកាសឡើងទៅវគ្គ8ក្រុមចុងក្រោយ